បាទជាសុខពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំខាងក្រុមហ៊ុនយន្តកសិកម្មបានមកមើលនិងតាមដាននៅសហគមន៍ទំនើបមរិចនៅត្បូងឃ្មុំបាទដែលយើងបានសហការរយៈពេល1ឆ្នាំពេញមកហើយអញ្ចឹងអ្វីដែលយើងហ៊ុយយន្តបានចូលរួមក្នុងការសហការជាមួយសហគមន៍ទំនើបនេះគោលបំណងរបស់យើងគឺយើងចង់លើកស្ទួយនៅខាងមរិចដែលយើងប្រឹងស្វះស្វែងទៅលើខាងទីផ្សារដែលក្រសួងខំដុតដៃដុតជើងពាក់ព័ន្ធជាមួយនឹងជួយពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីដោះស្រាយបញ្ហាទៅលើទីផ្សារបញ្ហាបច្ចេកទេសឬក៏ធាតុចូលមួយចំនួនដែលដើម្បីផលិតម្រេចនឹងពិសេសគឺខាងហ៊ុយយន្តកសិកម្មបានទទួលខុសត្រូវជួយយ៉ាងដុតដៃដុតជើងពាក់ព័ន្ធជាមួយនឹងបច្ចេកទេសជាមួយនឹងពាក់ព័ន្ធជាមួយនឹងធាតុចូលបាទប៉ុន្តែនៅអ្វីផ្សេងទៀតដែលហ៊ុយយន្តអត់មានក៏យើងនឹងព្យាយាម support នៅអ្វីដែលយើងអាចជួយទៅបានអញ្ចឹងអ្វីដែលយើងបានធ្វើដំណើររយៈពេល1ឆ្នាំមកនេះយើងឃើញថាយើងបានជួយច្រើនទៅលើបច្ចេកទេសហើយយើងស្វែងរកនៅអ្វីដែលថ្មីហើយយើងព្យាយាមកាត់បន្ថយការចំណាយឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបានតាមរយៈនៅក្នុងការផលិតម្រេចឲ្យមានស្តង់ដារទៅតាមបច្ចេកទេសហើយនឹងគុណភាពដែលយើងអាចនាំចេញទៅប្រទេសក្រៅបានបាទអញ្ចឹងហ៊ុយយន្តបច្ចុប្បន្នគឺពិតជាមោទនភាពហើយនឹងអរគុណទៅដល់ពុកម៉ែបងប្អូនជាពិសេសគឺសហគមន៍មរិចទំនើបនៅត្បូងឃ្មុំនេះតែម្ដងដែលបានសហការជាមួយគ្នាទោះបីជាមានដំបូងរៀងពិបាកបន្តិចមែនប៉ុន្តែយើងបានដើរជាមួយគ្នារងរលូនមិនថាបច្ចេកទេសមិនថាដោះស្រាយបញ្ហាផ្សេងដែលយើងអាចជួយបានបាទអញ្ចឹងឥឡូវខ្ញុំសង្ឃឹមថាឆ្នាំបន្តតិចយើងនឹងបរិយាសមាជិកឲ្យកាន់តែច្រើនហើយនឹងបរិយានៅសហគមន៍មរិចផ្សេងទៀតឲ្យទៅជាសហគមន៍ទំនើបដើម្បីយើងមានទិន្នន័យច្បាស់លាស់ក្នុងការស្វែងរកទីផ្សារពីព្រោះសហគមន៍ទំនើបយើងមានគោលនយោបាយយើងចង់រកទីផ្សារមុនជូនដល់ពុកម៉ែបងប្អូនដែលមុននឹងផលិតនេះជាគោលនយោបាយធំហើយទី2ពាក់ព័ន្ធជាមួយដើមទុនយើងធ្វើយ៉ាងម៉េចរកប្រភពដែលទុនដែលពុកម៉ែបងប្អូនតែងតែខ្ចីមិនរួមគ្នាហ្នឹងគឺថាវាខ្ចីទៅធ្វើឲ្យការប្រាក់ពោះណាស់អញ្ចឹងបើសិនយើងខ្ចីរួមគ្នាយើងមានទំហំធំធ្វើឲ្យយើងអាចបានការប្រាក់ទាបបាទអាហ្នឹងគ្រាន់តែខ្ញុំអាចដឹងជាគោលនយោបាយខ្លះក៏ប៉ុន្តែសម្រាប់ហ៊ុយយន្តគឺយើងស្វាគមន៍នៅជួយទៅលើបច្ចេកទេសនិងធាតុចូលពាក់ព័ន្ធជាមួយជីមានម្សៅកបោហើយនឹងជីទឹកហើយនឹងថ្នាំជំងឺផ្សេងមួយចំនួនដែលយើងមានការណែនាំហើយរហូតធាតុចូលច្បាស់លាស់ទៅតាមតម្រូវការសម្រាប់ម្រេចនេះតែម្ដងហើយខ្ញុំសង្ឃឹមថាយើងនឹងដោះស្រាយរាល់បញ្ហាដែលបានជួបប្រទះមួយឆ្នាំនេះឥឡូវកំពុងតែឃើញថាចាប់ផ្ដើមយើងប្រមូលផលបដាហើយចាប់ផ្ដើមយើងមានទីផ្សារបដាហើយឆ្នាំនេះយើងនឹងដាក់បិទមហាសន្និបាតបន្ទាប់ពីយើងបានទទួលផលហើយយើងនឹងប្រកាសជារួមថាតើវាបានផលកម្រិតណាហើយនឹងគៀងគងដល់ពុកម៉ែបងប្អូនដែលនៅតំបន់នេះគឺនៅមីមុតតែម្ដងឲ្យចូលរួមជាមួយគ្នាដើម្បីពង្រីកសមាជិកហើយនឹងពង្រីកទៅលើជួយជុំជែងទៅលើវិស័យម្រេចនេះកុំឲ្យពិបាកឲ្យល្អអត់តាមពាក់ព័ន្ធជាមួយនឹងទីផ្សារទៀតចឹងខ្ញុំសង្ឃឹមថាឆ្នាំក្រោយនៅពេលដែលយើងបូកសរុបនៅលទ្ធផលទាំងអស់យើងនឹងប្រកាសជាសាធារណៈហើយពុកម៉ែបងប្អូននឹងតាមទាំងអស់គ្នាហើយយើងជួយជុំជែងទាំងអស់គ្នាព្រោះយើងមានតែការរួមចូលជាសមាជិករបស់សហគមន៍ឬក៏ចូលរួមជាសហគមន៍ទំនើបនេះទេដែលយើងអាចដោះស្រាយបញ្ហាទៅលើទីផ្សារដោះស្រាយទៅលើធាតុចូលដែលមានតម្លៃខ្ពស់ដែលបងប្អូនតែងតែល្អទាំហើយនឹងបច្ចេកទេសដែលជាទូទៅគឺក្រសួងការចូលរួមក្នុងការដែលណែនាំឲ្យទៅតាមបទដ្ឋានបច្ចេកទេសអត់ធ្វើតាមការនឹកឃើញទេអត់ធ្វើតាមដែលប្រាប់តគ្នាទេអញ្ចឹងខ្ញុំសង្ឃឹមថាសហគមន៍ទំនើបនេះនឹងបានរីកចម្រើនកាន់តែមុខជារៀងរហូតបាទសូមអរគុណ